ថ្មនៅរៀងដូចសីហៈឬអីស្អាតហើយវាមាននូបស្លែដុះនៅខាងលើវាមើលទៅដូចជាស្អាតមួយយ៉ាងដែរតែរូបនេះខ្ញុំសម័យដូចជាសីហៈដូចជាតោបាយមុខមកខាងក្រោយបងប្អូនសម័យឃើញបែបណានឹងតាមការសម័យរបស់បងប្អូនហើយចំពោះថ្មនេះវិញខ្ញុំសម័យទៅដូចជាក្បាលដៃណូស័រមើលយ៉ាងធំស្អាតហើយកន្លែងនោះដូចជាភ្នែកឃើញមូនោះដូចភ្នែកហើយក្បាលវាដូចយើងជ្រាញ់ដូចក្បាលដៃណូស័រក្បាលអីចឹងណាមើលទៅប្លែកកន្លែងនេះក៏ស្រស់ស្អាតមួយយ៉ាងដែរនេះខ្ញុំស្រឡាញ់ម៉ោសស្លែដែលដុះនៅលើថ្មនេះវារៀងវា texture វាស្អាតមើលទៅវាស្អាតហើយត្រូវខែនឹងខែវស្សាទៀតនោះវាមើលទៅស្រស់បំព្រងចំណែកកន្លែងនេះគឺជាកន្លែងដែលសហគមន៍គាត់គោរពបូជាមានជើងធូបមានចានមានអីគាត់ឡើងមករកខ្លឹមឡើងមកអីនោះគាត់តែងតែសែនបន់ស្រន់ហើយថ្មនេះពួកគាត់លើកយកមករៀបដូចជាអញ្ជាងអញ្ចឹងជុំវិញរាងមូហ្នឹងអាហ្នឹងខ្ញុំមិនដឹងថាតាំងពីសម័យណាទេស្អាតនៅនេះស្ងប់ស្ងាត់ហើយដើរក៏វារៀងគួរសមដែរដើរពីភូមិមកជាង10គីឡូដែរតែផ្លូវវាមិនជាពិបាកទេផ្លូវស្រួលជាងខាងទំព័រខាងអីទេស្លាយខាងនេះចេញពណ៌បៃតងបើខែ5វាក្រៀមពណ៌សងាប់ខាងនេះស្អាតស្លាយដុះស្អាតមែនស្លាយច្រើនទេសភាពស្ងប់ស្ងាត់និយាយធម្មជាតិស្ងប់ស្ងាត់ឥឡូវនៅលើខ្នងព្រះអង្គម្នាក់ឯងនៅកន្លែងនេះបាត់ពាក់ខ្ញុំនៅជំរុំក្នុងព្រៃនោះកន្លែងនោះវាកក់ក្ដៅវាអត់សូវមានខ្យល់ហើយវានៅជិតទឹកផងហើយកន្លែងនេះកន្លែងគេលើកដុំថ្មបន្ទប់ដើម្បីគេគោរពបូជាគេបន់ស្រន់លើកបានខ្ពស់ទៀតអ្នកខ្លះភ្ញៀវគាត់មកក្រោយគាត់លើកដាក់ថែមទៅស្អាតមែនដុំថ្មនេះច្រើនបង្កើតជារូបរាងប្លែកនៅលើខ្នងព្រះអង្គនេះក៏ប្លែកទៀតនឹងដូចអីទេចាំមើលខ្ញុំសម័យនេះដូចអីហើយនេះស្លាយដោះនេះងាប់ហើយនេះពណ៌យ៉ាងផេះសដើរទៅកន្លែងជំរុំវិញទៅញ៉ាំបាយពេលព្រឹកហើយបន្តដំណើរទៅខាងខ្នងសបាយពីហ្នឹងទៅខ្នងសបាយឬខាងបងសហគមន៍គាត់និយាយថាដើរមហាជាខ្ទង់2ម៉ោងដែរហើយអ្នកខ្លះគាត់មកពីខាងអូសោមក៏បានទៅពីហ្នឹងក៏បានបើអ្នកដែលចង់ទៅលេងខាងខ្នងសបាយទៅពីនេះទៅចំណេញយើងឡើងមកបានលេងក្នុងព្រះអង្គផងយើងទៅក្នុងសបាយផងហើយយើងវិលមកគេងនៅកន្លែងខាងក្នុងព្រះអង្គហ្នឹងមកតើទៅ2ម៉ោងមក2ម៉ោងវាល្មម